សួស្តីអ្នកទាំងអស់គ្នាពេលនេះសូមជើញតាមដានរឿង To Your Eternity ជាមួយខ្ញុំបន្តទៀតមុននឹងបន្តរឿងរ៉ាវតាក់ទងជាមួយនឹង Fusi សាច់រឿងបានណែនាំឲ្យយើងស្គាល់តួអង្គថ្មីម្នាក់ទៀតឈ្មោះ Kuku សប្តាហ៍ Kuku រស់នៅជាមួយនឹងបងប្រុសរបស់គាត់ម្នាក់ឈ្មោះ Sin នៅក្នុងតង់មួយហើយពួកគេទាំងពីរនាក់កំពុងតែព្យាយាមធ្វើការដើម្បីសន្សំលុយទិញផ្ទះការងាររបស់ពួកគេគឺជាបាវបម្រើរបស់កសិករម្នាក់ហើយថ្ងៃនេះកសិករម្នាក់នោះបានឲ្យ Kuku យកបន្លែទៅលក់នៅផ្សារខណៈពេលដែលគាត់កំពុងតែលក់គាត់ចាប់អារម្មណ៍ជាមួយនឹងស្រីស្អាតម្នាក់ដែលមើលទៅប្រហែលជាកូនអ្នកមានហើយមើលទៅនាងកំពុងតែដើរស្វែងរកអីម្យ៉ាងមិនដឹងទេនៅពេលដែលនាងកលែកមកចំគាត់គូគូអៀនឡើងខ្វាច់នៅល្ងាចនោះបន្ទាប់ពីចប់ការងារហើយត្រឡប់ទៅដល់តង់វិញគូគូបានទៅកាយដីយកប្រអប់សំលុយរបស់គាត់មកដាក់កាក់បន្ថែមហើយរកឃើញថាបាត់កាក់មួយចំនួនហើយនៅពេលដែលគាត់សួរស៊ីនដែលជាបងប្រុសរបស់គាត់ស៊ីនប្រាប់ថាអត់ដឹងទេដល់ពេលអញ្ចឹងទៅដើម្បីការពារកុំឲ្យបាត់លុយទៀតគាត់បានយកលុយរបស់គាត់ទៅលាក់នៅលើដើមឈើវិញម្ដងបន្ទាប់មកគូគូបានយកដំប៉ៅមួយចេញពីកាបូបមកញ៉ាំធ្វើជាអាហារពេលល្ងាចហើយស្រាប់តែមានឆ្កែអនាថាមកពីណាមិនដឹងទេមកងើងក្បែរគាត់ឃើញអាណិតពេកគាត់ក៏ចែកដំប៉ៅឲ្យមកអាណិតនៅថ្ងៃបន្ទាប់គូគូបានទៅលក់បន្លែនៅផ្សារដោយធម្មតាហើយឆ្កែមកក្បាលហ្នឹងនៅតែតាមគាត់ទៀតតាមពិតទៅឆ្កែហ្នឹងគឺជាឆ្កែរបស់ស្រីស្អាតដែលដើរបាត់ពីផ្ទះច្រើនថ្ងៃហើយបន្ទាប់ពីបានរកឃើញឆ្កែរបស់នាងវិញហើយស្រីស្អាតនោះបានដោះអញ្ជៀនពីដៃឲ្យគូគូហើយប្រាប់ថាអញ្ជៀនហ្នឹងលក់បានថ្លៃបើសិនជាគូគូយកវាទៅលក់គូគូមិនលក់បន្លែទៀតទេពេលបានក្រាស់កាន់ដៃហើយនិយាយជាមួយអញ្ចឹងគូគូសប្បាយចិត្តណាស់ប៉ុន្តែបន្តបានស្គាល់ឈ្មោះនាងផងនាងដើរទៅវិញបាត់នៅថ្ងៃនោះគូគូមានអារម្មណ៍ល្អពេញមួយថ្ងៃប៉ុន្តែនៅពេលដែលត្រឡប់ទៅដល់តង់វិញបែរជាជួបទុក្ខធំដោយសារតែបងប្រុសរបស់គាត់បានយកលុយអង្សាររបស់គាត់រត់បាត់ទៅហើយចាប់តាំងពីពេលនោះមកគូគូមានអារម្មណ៍ថាអត់មានកម្លាំងចិត្តក្នុងការធ្វើការងារសោះបន្ទាប់មកមានល្ងាចមួយនៅពេលដែលគាត់ចេញពីធ្វើការដើរត្រឡប់ទៅកាន់តង់វិញមានកំណាត់ឈើមួយដើមយ៉ាងធំដែលគេដឹកតាមផ្លូវធ្លាក់បៀតត្រូវគាត់នៅពេលនោះម្ចាស់ឈើក៏បានព្យាយាមទៅរុញឈើនោះឲ្យឡើងទៅវិញផងដែរប៉ុន្តែដោយសារតែឈើនោះធ្ងន់ពេកគាត់បានផ្ញើឈើនោះនៅគូគូសិនគាត់ត្រូវការរត់ទៅរកកម្លាំងបន្ថែមមកជួយក្រោយពីម្ចាស់ឈើចេញទៅបាត់មកស្ទុះស្រាប់តែឈើនោះចង់រមៀលចុះទៅខាងក្រោមចៃដន្យនៅខាងក្រោមនោះស្រីស្អាតដែលជាក្រារបស់គូគូកំពុងតែបេះផ្កាទៀតស្នាល្អដែលនៅពេលនោះគូគូបានរត់ទៅច្រាននាងចេញតាន់គ្រោះថ្នាក់នៅពេលនោះកណ្ដាប់ឈើបានធ្លាក់ទៅសង្កត់ចំក្បាលរបស់គូគូហើយពិតជាអភិនិហាណាដែលគាត់នៅរស់ប្រហែលថ្ងៃក្រោយមកនៅពេលដឹងខ្លួនវិញគូគូនៅផ្ទះរបស់ល្អអ៊ំចាស់ម្នាក់ឈ្មោះ Boosman ដែលជាអ្នកជួយសង្គ្រោះគាត់អ្វីដែលគូគូចាប់អារម្មណ៍គឺគាត់ដូចជាថត់ជាងមុនហើយមុខរបស់គាត់បានខូចខ្ទេចបាត់ទៅហើយចាប់តាមពីពេលនោះមកគូគូបានពាក់ស្រោមមុខមួយហើយរស់នៅធ្វើការឲ្យ Boosmanបន្ទាប់មកមានថ្ងៃមួយអ៊ំស្រីភីអូរ៉ានហើយនិង Fusi បានទៅដល់ទីនោះដើម្បីរក Boosman ដែលសារតែ Boosman នឹងហើយគឺជាមិត្តប្រុសរបស់អ៊ំស្រីភីអូរ៉ាននៅពេលនោះអ៊ំស្រីភីអូរ៉ានបានប្រាប់ឲ្យ Fusi ប្រែកាយឲ្យ Boosman មើលក្រែលោកគាត់មានយោបល់អីពាក់ព័ន្ធជាមួយនឹង Fusi ក្រោយពេលដឹងហើយ Boosman អត់មានយោបល់អីទេហើយក៏និយាយលេងប្រឡំមែនថាបើសិនជាយក Fusi ទៅលក់ប្រហែលជាបានលុយច្រើននិយាយពីគូគូវិញនៅពេលដែលបាន Fusi មកនៅជាមួយអញ្ចឹងគាត់សប្បាយចិត្តណាស់ដោយសារមានអ្នកនៅនិយាយលេងជាមួយគាត់ហើយនឹងជួយធ្វើការងារគាត់ហើយ Fusi ក៏ចូលចិត្តគូគូដែរដោយសារតែគូគូបរៀនគាត់ច្រើនតាក់ទងជាមួយនឹងការនិយាយស្ដីហើយនឹងរបៀបរស់នៅជាមនុស្សចាប់តាមពីពេលនោះមកពួកគេបានរាប់អានគ្នាដោយបងប្អូនអញ្ចឹងគូគូចាត់ទុក Fusi គឺជាប្អូនប្រុសរបស់គាត់ដោយសារតែ Fusi នៅមកអត់ទាន់ដឹងអីត្រូវការណែនាំច្រើន3ខែក្រោយមកមានថ្ងៃមួយស្រីស្អាតដែលគូគូលួចក្រាស់បានធ្វើដំណើរទៅដល់ហាងរបស់ពួកគេនាងមានឈ្មោះថា Rin នាងកុហកថានាងទៅកាន់ទីនោះគឺដើម្បីរកស្រាថ្នាំលាបបំបត្តិស្នាមរបួសនៅដៃរបស់នាងដែលបានកើតកាលពី3ខែមុនតាមពិតទៅគឺនាងខឹងប៉ាម៉ាក់រត់ចេញពីផ្ទះតែប៉ុណ្ណោះក្រោយពេលនិយាយចុះនិយាយឡើងរៀនបានអូកាឡាសុំ Boosman ធ្វើការហើយនឹងស្នាក់នៅហាងរបស់គាត់ហើយ Boosman បានសួរនាំច្រើនទេក៏យល់ព្រមបន្ទាប់មកគូគូបានទៅនិយាយជាមួយនឹង Boosman តែពីរនាក់ហើយសួរគាត់ថាមានថ្នាំអីជួយព្យាបាលរបួសស្នាមដៃរបស់រៀនបានអត់គាត់ដឹងថាស្នាមរបួសដៃរបស់នាងកើតឡើងដោយសារតែគាត់រុញនាងកាលពី3ខែមុននៅពេលនោះស្រាប់តែ Boosman យកទៅបូមស្រាចេញពីក្នុងខ្លួនរបស់គូគូចេញមកចង់ឲ្យគាត់យកស្រានឹងទៅឲ្យរៀនលាបទៅប្រហែលជាអាចបាត់ស្នាមមូលហេតុដែល Boosman អាចបូមស្រាចេញពីក្នុងខ្លួនរបស់គូគូបានគឺដោយសារតែ3ខែមុនពេលដែលគាត់ជួយសង្គ្រោះគូគូគាត់បានមកកប់ថង់បិទស្រានៅក្នុងខ្លួនរបស់គូគូគោលបំណងរបស់ Boosman អត់មានអីអាក្រក់ទេគ្រាន់តែចង់ដឹងថាបើសិនជាបិទស្រានៅក្នុងខ្លួនមនុស្សតើស្រានឹងមានគុណភាពល្អលក់បានថ្លៃអត់បន្ទាប់ពីដឹងរឿងហ្នឹងគូគូខឹងរហូតដល់រត់ចេញពីផ្ទះដោយសារតែគាត់ខឹងជាមួយ Boosman ដែលយកខ្លួនគាត់ទៅពិសោធន៍ដោយគ្មានការអនុញ្ញាតហើយដោយសារតែមិនដឹងថាទៅណាគាត់ក៏ទៅសុំធ្វើការឲ្យតកាចាស់របស់គាត់វិញនៅពេលនោះតកាចាស់របស់គូគូមានចិត្តល្អព្រមទទួលគូគូឲ្យនៅជាមួយប៉ុន្តែកូនរបស់គាត់អត់ព្រមទេដោយសារតែឃើញគូគូមានមុខអាក្រក់ពេកចាប់ពីពេលនោះមកគូគូបានសាកល្បងដោះស្រោមមុខចេញធ្វើជាខ្លួនឯងវិញម្ដងបាច់ពាក់ស្រោមមុខទេហើយព្យាយាមដើររកការងារធ្វើប៉ុន្តែគ្មាននរណាព្រមទទួលគាត់ឲ្យធ្វើការឡើយចុងក្រោយគាត់បានដាច់លុយទិញបានអំប៉ៅមួយតែប៉ុណ្ណោះធ្វើជាអាហារចុងក្រោយបន្តមកទៀតនៅពេលដែលគាត់លក់អំប៉ៅគាត់ពិនិត្យឃើញថានៅសល់អញ្ជៀនមួយទៀតដែលរៀនឲ្យគាត់រៀនធ្លាប់ប្រាប់គាត់ថាអញ្ជៀននឹងលក់បានថ្លៃណាស់ហើយនៅពេលនោះគណៈពេលដែលគាត់កំពុងតែដើរពិចារណាថាលក់វាអត់ស្រាប់តែកន្លែងឃើញស៊ីនដែលជាបងប្រុសរបស់គាត់ដេកនៅតាមផ្លូវមើលទៅរូបរាងរបស់ស៊ីននៅពេលនេះដែលយាយជាងគាត់ទៀតឡើងស្គមរីងរៃដល់ពេលអញ្ចឹងទៅគូគូក៏បកគលអញ្ជៀនដែលរៀនឲ្យគាត់ដាក់ចូលក្នុងដៃរបស់បងប្រុសហើយដើរចេញពីទីនោះបាត់ជីវិតរបស់គូគូនៅពេលនេះធ្លាក់ដល់សូន្យតែម្ដងអត់លុយហើយអត់មានការងារធ្វើទៀតអាសរជានឹងទៀតគឺនៅយប់នោះមានជនពៀ2នាក់បានទៅចាប់គាត់ដល់ក្នុងតង់តែម្ដងដើម្បីយកទៅលក់ធ្វើជាទេសកលស្នាល្អដែលនៅពេលនោះ Fusi បានទៅដល់ហើយជួយគាត់ទាន់ប
បន្ទាប់មកទោះជាយ៉ាងណាក៏គូគូអត់ព្រមទៅធ្វើការឲ្យ Boosman វិញដែរហើយនៅពេលនេះគាត់ឃ្លានខ្លាំងណាស់គ្មានកម្លាំងកំហែងនោះទេឃើញចឹង Fusi ក៏រំលឹកពីចំណីអាហារមួយចំនួនដែលគាត់ធ្លាប់ញ៉ាំហើយពិតជាអស្ចារ្យណាស់គាត់អាចផលិតចំណីអាហារទាំងអស់នោះចេញមកបានសម្រាប់ Fusi ឲ្យតែមានរបស់អីដកជាប់នៅក្នុងការចងចាំរបស់គាត់ខ្លាំងគាត់អាចផលិតរបស់នឹងបានបន្តមកទៀតកូនឆ្កែរបស់ Rin បានរត់ទៅដល់ទីនោះពេលនោះ Fusi បានហៅកូនឆ្កែនោះថា Joanne ហើយបើតាមការនិយាយរៀបរាប់របស់ Fusi នៅពេលនោះគូដឹងថា Joanne គឺជាទម្រង់ឆ្កែចចករបស់ Fusi ហើយរូបរាងក្មេងសក់សឥឡូវហ្នឹងគឺជាម្ចាស់របស់ Joanne ដែលបានស្លាប់បាត់ទៅនៅពេលសួរនាំថែបន្តិចទៀតទៅទើបដឹងថាមនុស្សឬក៏សត្វដែល Fusi ប្រើកាឡាតែប្រមាណសិតតែបានស្លាប់បាត់អស់ហើយនៅពេលហ្នឹងគូក៏បានសុំ Fusi រឿងមួយគឺបើសិនជាថ្ងៃណាមួយចៃដន្យគាត់ស្លាប់សូមឲ្យ Fusi ជួយប្រើកាយជាគាត់ផងដើម្បីឲ្យគាត់បានរស់នៅជាអមតៈជាមួយនឹង Fusi បន្តមកនៅល្ងាចនោះ Rin ក៏បានទៅដល់ទីនោះផងដែរដោយសារតែ Boosman ដាក់ការងារឲ្យនាងតាមហៅគូឲ្យត្រឡប់ទៅវិញគ្រាន់តែឃើញ Rin ភ្លាមគូបានរត់ទៅពួនហើយឃ្លុំមុខចិត្តមិនឲ្យនាងមើលឃើញមុខរបស់គាត់ឡើយនៅពេលនោះគូបាននិយាយថាគាត់អត់ទៅវិញទេបើសិនជាអត់មានមុខរបស់គាត់ហើយមុខរបស់គាត់បានបោះវាចោលប្រហែលថ្ងៃមុនមិនដឹងថានៅណាទេឥឡូវហ្នឹងលើអញ្ចឹង Fusi ក៏បញ្ញាប់ចេញទៅស្វែងរកមុខឲ្យគូវិញភ្លាមដោយសារតែគាត់មានចំហបកាហិតក្លិនក្រោយពេល Fusi ចេញទៅបាត់ Rin មានឱកាសនិយាយជាមួយនឹងគូតែពីរនាក់នៅពេលហ្នឹងនាងបានបង្ហាញស្នារបួននៅលើដៃរបស់នាងឲ្យគូមើលហើយសួរគូថាអាក្រក់មើលណាមែនអត់ហើយគូក៏ឆ្លើយមកវិញម៉ាំងថាអាក្រក់មើលស្អីបន្តិចមួយហ្នឹងអីក៏រំអួយម្លេះពាក្យរំអួយហ្នឹង Rin ស្ដាប់ឮហើយអន់ចិត្តភ្លាមដោយសារតែប៉ាម៉ាក់របស់នាងក៏ធ្លាប់និយាយដាក់នាងអញ្ចឹងដែរនាងធ្ងរដាក់គូថាប៉ាម៉ាក់របស់នាងមិនដែលផ្ដល់សេរីភាពឲ្យនាងធ្វើអីដោយខ្លួនឯងនោះទេនាងស្រឡាញ់ពណ៌ស្វាយប៉ាម៉ាក់របស់នាងទិញគៀនត្បូងពណ៌បៃតងឲ្យនាងដោយសារតែពណ៌បៃតងហ្នឹងគឺជាពណ៌ប្រចាំគ្រួសារគ្រប់ពេលនៅពេលដែលនាងចង់ធ្វើអីមួយប៉ាម៉ាក់របស់នាងតែងតែជួលអ្នកជំនាញឲ្យមកប្រាប់នាងថាធ្វើអញ្ចេះធ្វើអញ្ចោះគ្រាន់តែនាងកដាស់ភ្លាមក៏មានគេមកស្ទាបក្បាលនាងចង់ដឹងថានាងក្តៅអត់ដល់ពេលម៉ោងបាយនាងប្រាប់ថានាងអត់ឃ្លានទេប៉ុន្តែប៉ាម៉ាក់របស់នាងនៅតែខំឲ្យនាងញ៉ាំហើយរាល់ពេលដែលនាងដើរផ្សារម្ដងតែងតែមានអ្នកបម្រើដើរតាមជានិច្ចរកតែសេរីភាពផ្ទាល់ខ្លួនអីតែបន្តិចក៏មិនបានដែរក្រោយពេលស្ដាប់នាងល្អូចប់គូបានចោលសម្ដីដាក់នាងថានាងពិតជាឡប់មែនតាមពិតប៉ាម៉ាក់របស់នាងស្រឡាញ់ខ្វល់ខ្វាយពីនាងសោះមកបន្ទោប៉ាម៉ាក់ថាមិនផ្ដល់សេរីភាពបន្តមករៀនបាននៅឃើញថានាងយកមួកមកមួយហើយនាងក៏ហៅថាហ្នឹងគឺជាកាដូដែលនាងយកមកឲ្យគូលើអញ្ចឹងគូពេញចិត្តណាស់ក៏យកមួកនោះមកពាក់ហើយពួកគេដើរត្រឡប់ទៅវិញទាំងអស់គ្នាកាត់ទៅមើល Fusi បន្តិចនៅទីបំផុតក៏រកឃើញមួករបស់គូហើយនៅពេលនោះបរិសុទ្ធខ្មែរដែលពីពេលនេះតទៅខ្ញុំសូមហៅគាត់ថា Creator បានបង្ហាញខ្លួន Creator អត់មានការងារច្រើនជាមួយ Fusi ទេគ្រាន់តែរំលឹក Fusi ថាស្ត្រីរបស់គាត់នៅចាំមើលឱកាសវាយប្រហារគាត់ជានិច្ចត្រឡប់ទៅមើលគូហើយនឹង Rin វិញខណៈពេលដែលពួកគេដើរកាត់ផ្សារសុកស្រាប់តែមានម្នាក់បានមកចាប់ Rin ហើយសែងត្រឡប់ទៅផ្ទះវិញនៅពេលហ្នឹងនាងអត់ចង់ទៅផ្ទះវិញទេហើយសូមឲ្យគូជួយនាងផងដោយសារតែ Rin បោកខ្លាំងពេកគូក៏ទាត់បរោះនោះពីក្រោយហើយជួយរំដោះនាងរត់ចេញពីទីនោះនៅពេលហ្នឹងអារម្មណ៍របស់ Rin យល់ថាគូនឹងគឺជាទេវតាជាសេះសមកជួយសង្គ្រោះនាងពេលនេះគូដឹងហើយថា Rin រត់ចេញពីផ្ទះហើយមួកដែលនាងកុហកថាជាកាដូទុកឲ្យគាត់ហ្នឹងគឺនាងទុកពាក់ខ្លួនឯងដើម្បីការពារកុំឲ្យគេមើលស្គាល់នាងតែប៉ុណ្ណោះក្រោយមកមិនយូរប៉ុន្មាន Fusi បានរកឃើញពួកគេនាំយកតែមួករបស់គូទៅជាមួយផងដែរហើយបន្ទាប់ពីបានរៀបចំរួចហើយពួកគេក៏បានធ្វើដំណើរត្រឡប់ទៅហាងស្រាវិញនៅតាមផ្លូវមានអ្នកបម្រើរបស់ Rin ម្នាក់បានមកស្ទាក់ផ្លូវពួកគេហើយហៅ Rin ត្រឡប់ទៅវិញដោយសារតែមិនចង់ឲ្យអ្នកបម្រើម្នាក់ហ្នឹងដឹងថា Rin រត់នៅហាងស្រាពួកគេនាំគ្នារត់វៀងកាត់ព្រៃហើយអ្នកបម្រើម្នាក់នោះរត់ដេញតាមពីក្រោយនៅពេលនោះ Fusi បានប្រើកាយទៅជាម៉ាច់ដើម្បីបន្លំខ្លួនធ្វើជាក្មេងស្រីរងគ្រោះទៅស្ទាក់ផ្លូវអ្នកបម្រើម្នាក់នោះហើយពេលឃើញចឹងអ្នកបម្រើម្នាក់នោះក៏ឈប់ដេញតាម Rin រួចហើយលើ Fusi សែងដាក់ស្មាយកទៅព្យាបាលប៉ុន្តែដើរមិនបានឆ្ងាយប្រហែលផងមានឫសឈើមកតាក់ក Fusi យកទៅបាត់សម្លេងស្រែករបស់អ្នកបម្រើនៅពេលហ្នឹងបានលឺដល់គូហើយនឹង Rin ហើយគូបានប្រាប់ឲ្យ Rin ត្រឡប់ទៅហាងស្រាមុនគាត់សុំត្រឡប់ទៅមើលវិញមួយផ្លែតចង់ដឹងថាមានរឿងអីកើតឡើងនៅពេលដែលគូរត់ទៅដល់មានឫសឈើមួយក្នុងរូបរាងជាម៉ាច់បានវាយប្រហារទៅលើគូប្រាវសំណាងល្អបាន Fusi ចូលទៅជួយទាន់ការយុទ្ធនៅពេលហ្នឹងគូស្បាចោលលំបីមួយហើយគប់ត្រូវចំក្បាលរបស់បិសាចរុយឈើធ្វើវាខឹងក៏ចាប់ជើងរបស់គូក៏វិញទៅយ៉ាងឆ្ងាយចំណែក Fusi វិញដោយសារតែមានការព្រួយបារម្ភពីគូភ្លេចខ្លួនគាត់ត្រូវបានបិសាចរុយឈើចាក់ទម្លុះខ្លួនពីក្រោយប្លន់យករូបរាងកាយរបស់ក្មេងសក់សទៅម្នាក់ទៀតកាត់ទៅមើលគូវិញគាត់បានខ្ទាតទៅត្រឡប់ទៅលិនវិលក្បងរហូតដល់គួតចេញស្រាអស់ពីពោះចៃដន្យនៅក្បែរនោះមានកប់ភ្លើងដែលអ្នកបម្រើកាន់មកហើយភ្លើងក៏បានឆេះស្រាធ្វើឲ្យគូនៅឃើញថាគាត់អាចប្រើស្រានៅក្នុងពោះរបស់គាត់ព្រោះភ្លើងកំចាត់បិសាចរុយឈើបានដល់ពេលអញ្ចឹងឆ្លៀតពេលដែលបិសាចរុយឈើកំពុងតែប្រយុទ្ធគ្នាជាមួយនឹង Fusi ក្នុងរូបរាងជាឆ្កែចកគូចង់លុយឆ្មក់ទៅផ្លុំភ្លើងដាក់បិសាចរុយឈើពីក្រោយប៉ុន្តែពិតជាសយណាស់មុននឹងគាត់បានក្អួតអស់ស្រាពីពោះទៅហើយក្រោយមកបិសាចរុយឈើចង់វាយបកមកកាន់គូវិញសំណាងល្អ Fusi ទៅជួយគាត់តាន់នៅពេលនោះ Fusi បានគម្រាមឲ្យគូឆាប់រត់ភ្លាមបើមិនចឹងទេគាត់ខឹងហើយដោយសារតែនៅក៏មិនអាចជួយ Fusi បានគូក៏រត់ត្រឡប់ទៅហាងស្រាវិញសិនដើម្បីបន្ថែមស្រាបន្តមកពេលទៅដល់គាត់បានឃើញប៉ាម៉ាក់របស់ Rin ក៏នៅទីនោះផងដែរនៅពេលនេះគូស្វឹងសាខ្លួនឡើងពណ៌ក្រហមប្រហែលជាមកពីមានសារធាតុស្រាលេចចូលក្នុងខ្លួនរបស់គាត់ច្រើនទោះជាយ៉ាងណាគាត់នៅតែខំប្រឹងពង្រឹងស្មារតីដើរទៅសុំឲ្យ Boosman បញ្ចូលស្រាចូលទៅក្នុងខ្លួនរបស់គាត់ឲ្យបានច្រើនហើយយកអាខ្លាំងជាងគេទៀតនិយាយពី Rin វិញប៉ាម៉ាក់របស់នាងមកហាងស្រាហ្នឹងគឺដើម្បីហៅនាងទៅវិញប៉ុន្តែ Rin នៅតែប្រឆាំងអត់ចង់ទៅវិញទេពេលហ្នឹងម៉ាក់របស់នាងបានសួរថាអត់ចង់រៀបការជាមួយនឹងគូតដឹងដែលពួកគាត់រៀបចំឲ្យមែន
ពេលលឹងចឹងគូក្នុងស្ថានភាពស្វឹងក៏បាននិយាយថានៅលើលោកនេះអ្នកដែលឆ្លាញ់រៀនជាងគេគឺមានតែគាត់នឹងហើយសម្ដីរបស់គូនៅពេលហ្នឹងទោះបីជាស្វឹងក៏ដោយក៏ធ្វើឲ្យរៀនមានអារម្មណ៍ថារំភើបចិត្តយ៉ាងខ្លាំងបន្តមកទៀតគូពិតជាក្លាហានណាស់បានរត់ទៅជួយហ្វូស៊ីវិញនៅពេលដែលទៅដល់គាត់បានឃើញហ្វូស៊ីទេឃើញតែបិសាចឬឈើក្នុងរូបរាងជាខ្លាឃ្មុំកាលពីនៅពេលហ្នឹងហ្វូស៊ីពិតជាអាចប្រើភ្លើងដិតបិសាចឬឈើហ្នឹងបានសម្រេចពិតមែនបន្តមកក្រោយពេលបិសាចឬឈើនឹងឆេះអស់ហើយគូមានការសោកស្ដាយយ៉ាងខ្លាំងដោយសារគិតថាគាត់ជួយហ្វូស៊ីអត់ទាន់ក្រោយមកស្រាប់តែឃើញពលឺពណ៌សជាច្រើនហោះចេញពីផេះរបស់បិសាចឬឈើចូលទៅកាន់ដុំថ្មម្ដុំហើយដុំថ្មម្ដុំនឹងហើយគឺជាហ្វូស៊ីលើនេះហ្វូស៊ីសំណាងណាស់ដែលមានគូបើមិនចឹងទេមិនដឹងថាពេលណាគាត់អាចខ្លាយទៅជាសត្វមានជីវិតវិញបានឡើយពេលត្រឡប់ទៅដល់ហាងវិញគូបានធ្វើម្ហូបឆ្ងាញ់ជាច្រើនឲ្យអ្នកទាំងអស់គ្នាញ៉ាំហើយស្នាដៃធ្វើម្ហូបរបស់គូពិតជាពិសេសខ្លាំងណាស់រហូតដល់ប៉ាម៉ាក់របស់រៀនបានរសារថាគូនឹងធ្វើម្ហូបឆ្ងាញ់ជាងចុងភៅជំនាញរបស់ពួកគាត់ទៅទៀតខណៈពេលនេះហ្វូស៊ីនៅខាងក្រៅកំពុងតែជួបនិយាយជាមួយនឹង Creator ឲ្យយោបល់ហ្វូស៊ីថាគាត់គួរតែចាក់ចេញពីកន្លែងហ្នឹងទៅនៅមួយកន្លែងយូរពេកអត់រីកចម្រើនទេណាមួយស្ត្រូវរបស់ហ្វូស៊ីដែលគាត់ឲ្យឈ្មោះថា Knocker កំពុងតែពង្រឹងខ្លួនឯងឲ្យខ្លាំងជាងមុនជារៀងរាល់ថ្ងៃដើម្បីបំផ្លាញផែនដីបើសិនជាហ្វូស៊ីខ្សោយមិនខ្លាំងទេទប់ទល់ជាមួយ Knocker អត់បានឡើយនៅពេលហ្នឹងហ្វូស៊ីបានប្រកែកគាត់អត់ចង់ទៅណាទេដោយសារតែគាត់ស្រឡាញ់កន្លែងហ្នឹងគាត់ជឿថាបើសិនជាមានបញ្ហាអីកើតឡើងគូអាចជួយគាត់បានខណៈពេលហ្នឹងគូបានដើរចេញពីហាងមកតាមហ្វូស៊ីហើយឃើញថាហ្វូស៊ីកំពុងតែនិយាយតែម្នាក់ឯងតាមពិតទៅមកពីភ្នែករបស់គូមើលឃើញ Creator ឡើយបន្ទាប់ពីញ៉ាំអីរួចហើយរៀនបានលាពួកគេត្រឡប់ទៅផ្ទះជាមួយនឹងប៉ាម៉ាក់របស់នាងវិញនាងសន្យាថានឹងត្រឡប់មកលេងជាមួយនឹងពួកគេបានញឹកញាប់ចាប់តាំងពីពេលនោះមកហ្វូស៊ីបានរស់នៅទីនោះយ៉ាងសុខសាន្តរយៈពេល4ឆ្នាំហើយដោយសារតែគាត់អត់ចាំបាច់ប្រើកាយទៅណារាងកាយរបស់គាត់មួយហ្នឹងក៏លូតកម្ពស់ខ្ពស់ជាងមុនចំណែកគូវិញក្នុងរយៈពេល4ឆ្នាំហ្នឹងគាត់បានខំប្រឹងហាត់ចម្រើនកាយសម្បទាបដូរខ្លួនឯងពីក្មេងស្វិតតែល្បាយក្លាយជាមនុស្សរឹងមាំម្នាក់និយាយពីហ្វូស៊ីវិញមូលហេតុដែលគាត់អត់បានប្រើកាយមាន2ទី1គឺមកពី4ឆ្នាំហ្នឹង Knocker អត់បានមកឆាវគាត់ទី2មកពីគាត់សម្រេចចិត្តខ្លួនឯងថាអត់ប្រើកាយទេគាត់ចង់សាករស់នៅជីវិតជាមនុស្សធម្មតាប៉ុន្តែជីវិតរស់នៅបែបស្រួលពេកអញ្ចឹងវាមានគុណវិបត្តិមួយយ៉ាងគឺហ្វូស៊ីអត់បានរីកចម្រើនទេបើសិនជាថ្ងៃណាមួយ Knocker បង្ហាញខ្លួនម្ដងទៀតគាត់អាចនឹងទប់ទល់មិនរួចនោះទេមានថ្ងៃមួយរៀនបានមកហាងស្រាដើម្បីសួរសុខទុក្ខពួកគេលេងនាងប្រាប់ហ្វូស៊ីថាខែក្រោយហ្នឹងគឺខួបកំណើតអាយុ16ឆ្នាំរបស់នាងហើយនាងក៏បានអញ្ជើញហ្វូស៊ីនិងគូទៅចូលរួមផងដែរឃ្លាពេលដែលរៀននៅពីរនាក់ជាមួយនឹងហ្វូស៊ីនាងប្រាប់ហ្វូស៊ីថានៅថ្ងៃខួបកំណើតរបស់នាងខែក្រោយហ្នឹងប៉ាម៉ាក់របស់នាងក៏បានហៅគូតដឹងរបស់នាងដែលពួកគាត់បានរៀបចំឲ្យទៅចូលរួមផងដែរប៉ុន្តែនាងអត់ចង់រៀបការជាមួយនឹងម្នាក់ហ្នឹងទេនាងចង់រៀបការជាមួយនឹងមនុស្សដែលនាងស្រឡាញ់អញ្ចឹងហើយទៅនៅពេលនេះនាងចង់រកសង្សារម្នាក់ទៅបង្ហាញមុខឲ្យប៉ាម៉ាក់របស់នាងឃើញនៅថ្ងៃខួបកំណើតតែម្ដងដើម្បីកុំឲ្យពួកគាត់បង្ខំនាងរៀបការទៀតហើយពេលដឹងអញ្ចឹងហ្វូស៊ីក៏និយាយត្រង់ថាគូពិតជាស្រឡាញ់នាងណាស់បន្តមកពួកគេបានលើសំឡេងរបស់គូនិយាយខ្លាំងនៅខាងក្រៅក៏ចេញទៅមើលនៅពេលនេះស៊ីនដែលជាបងប្រុសរបស់គូបានរកឃើញគាត់ហើយស៊ីនមានការសោកស្ដាយចំពោះទង្វើអាក្រក់របស់គាត់កាលពីមុនប៉ុន្តែរយៈពេល4ឆ្នាំចុងក្រោយនេះគាត់បានកែខ្លួនហើយក៏បានខិតខំធ្វើការងារជួយជីវភាពខ្លួនឯងឲ្យបានទូធាផងដែរចំណែកចិញ្ចៀនដែលគូយកឲ្យគាត់មិនបានយកទៅលក់នោះទេនៅពេលនេះគាត់ចាំបកគោលឲ្យគូវិញប៉ុន្តែគូអត់ទាន់យកដោយសារតែនៅមិនទាន់បាត់អន់ចិត្តជាមួយបងប្រុសនៅពេលនោះស៊ីនបានយកចិញ្ចៀននោះទៅផ្ញើទុកនៅ Bushmanson សង្ឃឹមថាថ្ងៃណាមួយគូនឹងបដូរចិត្តឲ្យព្រមលើកលែងទោសឲ្យគាត់ចៃដន្យរិនក៏នៅទីនោះផងដែរហើយនាងចំណាំបានថាចិញ្ចៀននឹងគឺចិញ្ចៀនរបស់នាងដែលនាងបកគោលឲ្យក្មេងលក់បន្លែម្នាក់យកទៅលក់មិននឹកស្មានថាក្មេងនោះបានទុកអត់ព្រមយកទៅលក់ទេហើយក៏មានន័យថាក្មេងម្នាក់នោះគឺគូនឹងឯងបន្តមកនាងបានសុំការអនុញ្ញាតពី Bushman យកចិញ្ចៀននឹងទៅឲ្យគូដោយផ្ទាល់ពេលទៅដល់ឃើញគូកំពុងតែដេកលក់នាងក៏យកអញ្ជើញនោះសោកចូលទៅដៃគាត់តែម្ដងតែសោកអញ្ជើញទេហើយបានធ្វើគូភ្ញាក់ឡើងចង្អេងពេលនេះរៀនដឹងថាចិត្តរបស់គូស្រឡាញ់នាងប៉ុន្តែនាងនៅតែចង់ឮសម្ដីសារភាពរបស់គូដោយផ្ទាល់ចេញពីមាត់របស់គាត់តែមិនដឹងហេតុអីទេគូអត់ព្រមនិយាយសោះធ្វើរៀនអន់ចិត្តផងហើយខ្មាស់អៀនជាមួយខ្លួនឯងផងក៏រត់គេចចេញពីទីនោះបានមួយខែក្រោយមកហ្វូស៊ីហើយនិងគូបានរៀបចំចេញដំណើរទៅចូលរួមខួបកំណើតរបស់រៀនគួរចាប់អារម្មណ៍ថានៅពេលនេះ Bushman បានផលិតមួកថ្មីឲ្យគូហើយដែលមួកថ្មីនឹងមានកញ្ឆេះសម្រាប់បង្កាត់ភ្លើងជួយឲ្យគូអាចផ្លុំភ្លើងបានដោយមិនចាំប្រើអង្គុបភ្លើងនោះទេនៅតាមផ្លូវពួកគេបានចូលផ្សារដើម្បីទិញកាដូបន្តិចបន្តួចទុកឲ្យរៀនហើយអ្វីដែលគូនឹកឃើញគឺផ្កាពណ៌ស្វាយដែលរៀនចូលចិត្តបន្តមកនៅពេលដែលពួកគេធ្វើដំណើរទៅដល់ផ្ទះរបស់រៀនឃើញថាផ្ទះរបស់រៀនពិតជាធំណាស់ហើយនៅពេលដែលពួកគេដើរចូលទៅដល់ខាងក្នុងមានភ្ញៀវច្រើនណាស់ប៉ុន្តែពួកគេអត់ស្គាល់អ្នកណាម្នាក់ទេស្គាល់តែរៀនម្នាក់តែប៉ុណ្ណោះក្រោយមកបន្ទាប់ពីបានជួបរៀនហើយគូបានបកគោលផ្កាពណ៌ស្វាយឲ្យនាងធ្វើជាកាដូឃើញអញ្ចឹងអ្នកបម្រើបានស្ដីគូថាអត់ចេះគិតសោះដោយសារតែរៀនចង់បែបផ្កាប្រភេទនឹងហើយទើបនាងបៀននឹងមានគ្រោះថ្នាក់ដល់ជីវិតកាលពី4ឆ្នាំមុនបន្តមកទៀតរៀនបានឆ្លៀតចេញទៅជួបនិយាយជាមួយនឹងគូស្ងាត់តែ2នាក់តាក់ទងជាមួយនឹងរឿងរ៉ាវកាលពី4ឆ្នាំមុនហើយបើស្ដាប់តាមការបកស្រាយរបស់គូរៀនទំដឹងទេថាមុខរបស់គូខូចអស់គឺដោយសារតែគាត់បានទៅជួយសង្គ្រោះជីវិតរបស់នាងកាលពីពេលនោះនៅពេលនោះពួកគេនិយាយគ្នាមិនទាន់ចប់ផងស្រាប់តែវេរ៉ង់ដាដែលគូកំពុងតែឈរបាក់ធ្លាក់ចុះទៅខាងក្រោមក្នុងពេលជាមួយគ្នានៅក្នុងពិធីជប់លៀង Creator បានទៅប្រាប់ហ្វូស៊ីថាពេលនេះ Knocker បានមកដល់ហើយគ្រាន់តែ Creator និយាយចោលភ្លាមផែនដីចាប់ផ្ដើមនឹងជួយធ្វើឲ្យបិតានាគារចាប់ផ្ដើមប្រេះបែកអាចនឹងបាក់ធ្លាក់សង្កត់មនុស្សនៅទីនោះស្លាប់ទាំងអស់គ្នា
ឃើញចឹងហ្វូស៊ីក៏បញ្ញាប្រាកាយខ្លាយទៅជាខ្លាឃ្មុំដើម្បីជួយទប់ពីដានហើយស្រែកប្រាប់ឲ្យមនុស្សនៅទីនោះទាំងអស់ឆាប់បញ្ញាកិច្ចខ្លួនត្រឡប់ទៅមើលគូគូវិញគាត់មិនអីទេដែលសារតែបានតោងជាប់ជាមួយនឹងប្រម៉ោយរបស់ Knocker ហើយក្រោយមកក៏មានប្រជាជនទៅជួយទាញគាត់ឲ្យឡើងមកវិញហើយបន្ទាប់ពីរួចខ្លួនភ្លាមគូគូអត់បានសម្រាប់ទេក៏រត់ទៅជួយហ្វូស៊ីពេលទៅដល់គាត់បានឃើញភ្ញៀវរត់ចេញអស់ហើយនៅសល់តែប៉ាម៉ាក់របស់រិនដែលត្រូវរបួសរត់អត់រួចស្នាល្អដែលនៅពេលនោះពួកគាត់ត្រូវបានគូគូជួយរំដោះចេញពីអគារមុនពេលដែលអគារបាក់ធ្លាក់ចុះមកខាងក្រោមបន្តមកទៀតគូគូបានរត់ចូលទៅវិញដើម្បីជួយហ្វូស៊ីក្នុងការប្រយុទ្ធទប់ទល់ជាមួយនឹង Knocker នៅពេលនេះ Knocker ប្លន់បានតម្រង់ជាខ្លាឃ្មុំរបស់ហ្វូស៊ីហើយដោយសារតែដឹងថាគូគូនឹងប្រើភ្លើងផ្លុំដាក់វាពេលនេះវាប្រើតម្រង់ជាថ្មវិញម្ដងនៅពេលនេះហ្វូស៊ីតមរ៉េហើយមិនដឹងថាធ្វើម៉េចឲ្យយកឈ្នះខ្លាឃ្មុំថ្មនឹងទេប៉ុន្តែគូគូគិតថាវាថ្មតែពីខាងក្រៅតែប៉ុណ្ណោះខាងក្នុងប្រហែលជាសាច់ធម្មតាដល់ពេលអញ្ចឹងទៅពួកគេក៏ប្រញាប់រួមគ្នាតោងឡើងលើក្នុងរបស់ខ្លាឃ្មុំនោះដើម្បីរកច្រឡោប្រហោងបាញ់ភ្លើងចូលពេលឡើងទៅដល់គូគូបានឲ្យហ្វូស៊ីជប់ព្រួយឲ្យគាត់ប្រមាណដើមហើយគាត់បានប្រើព្រួយទាំងនោះជីកគាត់ក្នុងរបស់ខ្លាឃ្មុំថ្មរហូតដល់មើលឃើញខាងក្នុងបន្ទាប់មកក៏ផ្លុំភ្លើងទៅដុតគ្រឿងក្នុងរបស់វាតែម្ដងការដុតនៅពេលនោះពិតជាអាចកំទេចខ្លាឃ្មុំថ្មនឹងបានប៉ុន្តែស្ដាយណាស់បេះដូងរបស់វាអាចគេចខ្លួនរួចទោះបីជាហ្វូស៊ីខំតាមក៏តាមអត់តាន់ដែរក្រោយមកបន្តិចគណៈពេលដែលពួកគេគិតថាពួកគេរួចផុតពីគ្រោះថ្នាក់ហើយស្រាប់តែ Knocker បង្កើតដៃខ្លាឃ្មុំថ្មីប្លូដៃមកចាប់ច្បាច់ហ្វូស៊ីប្លន់យករូបរាងម៉ាច់របស់គាត់ទៅមួយទៀតបន្តមកទៀត Knocker ចង់ផ្ទះគូគូសម្រាប់ចោលតែបានរិនចូលទៅជួយរុញគាត់ឲ្យគេចទន់នៅពេលដែលឃើញរិនចូលមកអញ្ចឹងគូគូមានការព្រួយបារម្ភពីនាងណាស់ប៉ុន្តែពួកគេគ្មានអាការរត់ទៀតទេដោយសារតែនៅពេលនោះក្រុងអគារដែលនៅសេសសល់បានបាក់ធ្លាក់សង្កត់ពួកគេបាត់ទៅហើយងាកទៅមើលហ្វូស៊ីបន្ទាប់ពីរើខ្លួនចេញពីកំណោបែកបាក់មកវិញគាត់មានអារម្មណ៍ថាឈឺចាប់ក្នុងខ្លួនយ៉ាងចម្លែកប៉ុន្តែគាត់ដឹងថាវាមិនមែនជាការឈឺចាប់របស់គាត់ឡើយហើយនៅពេលនោះ Knocker ក្នុងរូបរាងជាខ្លាឃ្មុំនៅតែតាមវាយប្រហារគាត់តទៅទៀតនៅក្រោមកំណោបែកបាក់នៅវិញគូគូបានយកខ្លួនរបស់គាត់ទៅរងដើម្បីជួយការពាររិនគាត់បាននិយាយលួងនាងថាកំភៃកំខ្លាចទីទៀតមានគេមកជួយហើយរិនអត់ខ្លាចនោះទេនាងថែមបានឲ្យគូគូសន្យាថានៅពេលដែលពួកគេទាំងពីររួចផុតពីគ្រោះថ្នាក់នាងចង់ឲ្យគូគូជួលនាងទៅបេះផ្កាពណ៌ស្វាយហើយគូគូក៏យល់ព្រមចុងក្រោយគូគូបានសារភាពប្រាប់រិនថា I love you ហើយរិនក៏បានថោកគាត់មកខ្សើតកាត់ទៅមើលហ្វូស៊ីនៅវិញនៅសុកក៏បានប្រែកាយខ្លាយទៅជាគូគូមានន័យថានៅពេលនេះគូគូបានស្លាប់បាត់ហើយទៅគាត់អាចប្រែកាយទៅជាគូគូបានអញ្ចឹងហើយនៅពេលនោះគាត់បានប្រើភ្លើងបាញ់ទៅលើខ្លាឃ្មុំថ្មនោះទោះបីដឹងថាភ្លើងធ្វើអីវាអត់បានក៏នៅតែបាញ់ដោយសារតែគ្មានក្បាច់អីក្រៅពីនឹងទេចុងក្រោយខ្លាឃ្មុំបានទះគាត់ទម្លាក់ជ្រោះហើយក៏លោតចុះទៅតាមសំណាងខ្លាំងណាស់ដែលរាងកាយរបស់ខ្លាឃ្មុំថ្មនោះកំពុងតែក្តៅខ្លាំងដល់ពេលអញ្ចឹងនៅពេលដែលវាប៉ះទឹកវាក៏ប្រេះបែកប៉ុន្តែបេះដូងរបស់ Knocker នោះមិនទាន់ងាប់ទេវានៅតែអាចកិច្ចរួចពេលហ្នឹង Creator បានឲ្យ Fuxi តាមទៅចាត់ការអាបេះដូងមួយហ្នឹងដើម្បីទៅដើមយករាងកាយម៉ាច់ហើយនឹងខ្លាឃ្មុំមកវិញប៉ុន្តែ Fuxi អត់ធ្វើតាម Creator នោះទេដោយសារតែគាត់កំពុងតែកើតទុកពីរឿងដែលគូគូស្លាប់កាត់ទៅមើលរៀនបន្តិចនៅពេលនេះនាងបានរួចផុតពីគ្រោះថ្នាក់ដល់ជីវិតហើយប៉ុន្តែសម្រាប់គូគូវិញជួយអត់បានទេហើយសាកសពរបស់គាត់ត្រូវបានឈិនដែលជាបងប្រុសរបស់គាត់យកទៅរៀបចំបញ្ចុះបន្ទាប់ពីហេតុការណ៍នោះកើតឡើង Fuxi ដឹងខ្លួនថាគាត់ទៅណានាំទុកគេដល់នឹងដល់ពេលអញ្ចឹងទៅគាត់ក៏បានលា Bushman ហើយនឹងអ៊ំស្រី Piran ដើម្បីបន្តដំណើរទៅមុខទៀតសម្រាប់រឿងនេះផងដែរខ្ញុំសូមស្លេះត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំបើសិនជាអ្នកទាំងអស់គ្នាយល់ថារឿងនេះល្អមើលសូមកុំភ្លេចជួយចុច like ហើយនឹង comment ពាក្យថាល្អមើលម្នាក់មួយហើយបើសិនជាមិនទាន់បាន Subscribe Channel មនុស្សចរណៃទេសូមកុំភ្លេចជួយ Subscribe ផងសូមអរគុណនិងសូមជូនពរអ្នកទាំងអស់គ្នានឹងក្រុមគ្រួសារមានសុខភាពល្អសំណាងល្អនៅអនាគតបវររុងរឿង